Sum chim rip su. Ngày nay kim sum ni ye pi videoមួយកំពុងផ្ទុះខ្លាំងពាក់ព័ន្ធទៅនឹងគ្រូម្នាក់នៅក្នុងវិទ្យាល័យណាខ្ញុំមិនដឹងទេសាលាណាខ្ញុំអត់ដឹងដែរប៉ុន្តែឃើញវីដេអូនឹងកំពុងតែផ្ទុះខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងសិស្សមួយថ្នាក់ហ្នឹងអត់បានគាត់រៀនប្រវត្តិវិទ្យាអញ្ចឹងគាត់យល់សភៅនឹងតម្លាក់ចោលបានហើយទន្ទឹមនឹងការតម្លាក់មកហ្នឹងគឺមានសិស្សក្រុមសិស្សថ្នាក់ហ្នឹងឯងថតវីដេអូហើយពាក្យសម្ដីដែលនិយាយមើលពួកគាត់អត់ឈឺចាប់ពួកគាត់អត់ចេះខ្មាស់គេទេទុយទៅវិញក្នុងព្រឹត្តិការណ៍ហ្នឹងបាទមានយុវជនម្នាក់គាត់ចេញវីដេអូមកពាក់ព័ន្ធទៅនឹងការដែលហាមមិនឲ្យគ្រូធ្វើសកម្មភាពបែបហ្នឹងក៏ដូចជាសិលធម៌របស់គ្រូតែសមធ្វើអញ្ចឹងដែរទេអីចឹងណាបាទក្រោយមកគាត់ចេញវីដេអូសំទោសអីចឹងទៅសម្រាប់ខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំយល់ថាមុននឹងគាត់សម្រេចចិត្តធ្វើបែបនោះមានន័យថាគាត់ព្យាយាមអប់រំច្រើនលើកច្រើនសារហើយបាទហើយខ្ញុំយល់ថាសកម្មភាពបែបនោះបើនិយាយពីគ្រូកុសលគឺវាមិនត្រូវទេប៉ុន្តែក៏វាមិនធ្ងន់ធ្ងរណាស់ដែរបាទអត់មានជាការវាយដំច្រំធាក់ឬជេរប្រមាថទេប៉ុន្តែគឺគ្រាន់ជាការព្រមានទម្លាក់សភៅចេញមកមិនបានយកទៅដុតចោលទេមិនខុសទេសម្រាប់ខ្ញុំបាទគឺអត់ឲ្យតម្លៃអ្នកគ្រូនឹងខុសទេប៉ុន្តែអ្វីដែលយើងគួរឲ្យគាត់សម្គាល់ហើយឪពុកម្ដាយដែលជាអាណាព្យាបាលគួរគិតពិចារណាឡើងវិញថាតើហេតុអីបានជាកូនរបស់លោកស្រីមិនកត់មេរៀនអញ្ចឹងហើយបើមករៀនមិនកត់មេរៀនឬក៏មករៀនពេលគ្រូគាត់ប្រើទូរស័ព្ទថតហើយគាត់ទៅផ្ទះគាត់ចូលសភៅបើបានកត់ចូលរៀងគ្រាន់តិចតែខ្ញុំខ្លាចថាពេលដែលទៅដល់ផ្ទះអាទូរស័ព្ទដែលថតមកពីសាលាហ្នឹងវាបែរជាមិនយកទៅកត់មេរៀនវាទៅជាលេងហ្គេមទៅវិញហើយនេះជាហេតុផលមួយដែលសាលាខ្ញុំវិទ្យាល័យអង្គរបរិយខ្ញុំមិនអនុញ្ញាតឲ្យប្រើប្រាស់ smartphone នៅក្នុងបរិវេណសាលាទេបាទពួកយើងដឹងថាហេតុផលនៃការរៀនរបស់គាត់ដែលយក smartphone ដើម្បីរៀនគឺតិចមែនទែនបាទក្មេងសប្តាហ៍ថ្ងៃនេះហើយបើគិតទៅចំនួនខ្ញុំរៀនកៅជាងដូចក្មេងប្រុសម្នាក់បាននិយាយគឺខ្មាស់គេណាបាទនៅពេលដែលគ្រូដាក់ពិន័យឲ្យឈរក្តារខៀនអីពេលឆ្លើយសំណួរមិនចេញអញ្ចឹងគឺខ្មាស់គេខ្លាំងណាស់ប៉ុន្តែអ្វីដែលយើងសង្កេតឃើញពីក្មេងឥឡូវនេះគឺអត់មានភាពខ្មាស់អៀននឹងខ្លួនទេវាទៅជាសបាយសើចលេងអីអញ្ចឹងទៅវិញបាទចំនួនមុនគឺមិនមែនរៀនអញ្ចឹងទេខ្ញុំយល់ថាទំនើបកម្មរបស់សម័យកាលគឺមានប៉ុន្តែបើយើងមិនគ្រប់គ្រងវាទេគឺវាទៅជាអនាធិបតេយ្យហើយសេរីភាពរបស់គុណសិស្សសប្តាហ៍ថ្ងៃគឺវាគ្រប់វាចង់លើសវាលែងជាសេរីភាពវាទៅជាអនាធិបតេយ្យគ្មានស្ដាប់គ្រូបាអាចារ្យគ្មានស្ដាប់ឪពុកម្ដាយអីទេទូចិត្តភាពសបាយហឺហាភ្លើតភ្លើននឹងឯងអញ្ចឹងការអប់រំណែនាំឲ្យល្អគាត់ស្ដាប់មិនបានទេបាទអញ្ចឹងវីដេអូហ្នឹងគឺអាណាព្យាបាលគួរគិតពិចារណាឡើងវិញហើយតាមដានកូនផងពាក់ព័ន្ធនឹងការរៀនសូត្ររបស់កូនបាទខ្ញុំបានជម្រាបពីវីដេអូមុនអញ្ចឹងបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូននៅថ្ងៃនេះបាទសូមអរគុណសូមជម្រាបលា